ខ្ញុំកាលណាសូមនមស្ការដល់គុំបរតនត្រ័យទាំង3និងសូមនមស្ការដល់សម្ដេចគ្រប់អង្គនិងសូមនមស្ការដល់ព្រះថេរានុត្រៈគ្រប់អង្គសូមចម្រើនពរដល់ញាតិញោមឥឡូវនេះជាវីដេអូដែលយើងត្រូវសិក្សារៀនសូត្របន្តទៀតនៅក្នុងគម្ពីរព្រះត្រៃបិដកភាគទី15នៅក្នុងទីកិននិកាយខុទ្ទទុតិយភាគសិលខណ្ឌដដែលហើយក្នុងវេលានេះប្រហែលជាយើងនឹងអាចបញ្ចប់នៅក្នុងមួយសូត្រនេះបញ្ចប់គឺក្នុងសូត្រគេវត្តដាក់សូត្រទី11ណាសូត្រនេះមានទាំងខ្លីដែរទេនឹងប្រឹងប្រែងឲ្យចប់ក្នុងមួយសូត្រតំណងតែនៅវីដេអូមិនទាន់បានជាថតចែងឲ្យនឹងទេតែចេះថតរួមល្អដោយសារតែបច្ចេកទេសរអាក់រអួលថតទឹកសិនទៅអាត្មានឹងអានតំដងព្រោះវារៀងវែងដែរតែដល់សន្តាអានទាំងញឹកក៏មិនជាយូរទេតែមក5-10នាទីរួចហើយប៉ុន្តែនេះយើងអានមួយក្រែងញាតិញោមមានបំណងសទ្ធាជ្រះថ្លាចង់ចូលរួមស្ដាប់អីទៅក៏អាចស្ដាប់បានខ្លះចង់ចេះចង់ដឹងសូមញាតិញោមចូលទៅសិក្សាបន្ថែមទៀតក្នុងពីបត្រៃបិដកបន្ថែមណាចេះតែអានលេងទៅថាក៏រៀនញោមក៏រៀនតែគ្នាដែរផ្ដើមចេញពីគ្នាទី140ទៅខ្ញុំបានស្ដាប់មួយយ៉ាងនេះសម័យមួយព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់គង់នៅក្នុងបាវារិកាមពវ័នជិតស្រុកនាឡន្ទាគ្រានោះគេហបតីបុត្រឈ្មោះគេវណ្ដៈចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះមានព្រះភិក្ខហើយអង្គុយក្នុងទីដែលសមគួរលុះគេវណ្ដៈកហបតីបុត្រអង្គុយក្នុងទីដែលសមគួរហើយទៅក្រាបបង្គំទូលសេចក្តីនោះនឹងព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដោយចម្រើនស្រុកនាឡន្ទានោះជាស្រុកស្ដុកស្ដំបរិបូរណ៍ដោយទ្រព្យរបស់ផ្សេងមានជនច្រើនមានមនុស្សកុះកមានមនុស្សជ្រះថ្លាក្រាស់ក្រែលចំពោះព្រះមានព្រះភិក្ខបបិទ្ធព្រះអង្គដោយចម្រើនភិក្ខុណាអាចនឹងធ្វើអធិបាតិហាឲ្យក្រៃលែងជាងមនុស្សធម៌គឺកុសលកម្មបត្តិ10សូមព្រះមានព្រះភិក្ខបង្គាប់ភិក្ខុនោះមួយរូបឲ្យធ្វើការបើយ៉ាងនេះអ្នកស្រុកនាឡន្ទានោះនឹងរឹងរិតតែជ្រះថ្លាឡើងក្នុងព្រះមានព្រះភិក្ខការគេវៈការវណ្ដៈកហបតីបុត្រក្រាបបង្គំទូលយ៉ាងនេះហើយព្រះមានព្រះភិក្ខទ្រង់ត្រាស់នឹងគេវណ្ដៈកហបតីបុត្រថាមនាគេវណ្ដៈតថាគតមិនសម្ដែងធัวដល់ភិក្ខុទាំងឡាយយ៉ាងនេះថាមនាភិក្ខុទាំងឡាយអ្នកទាំងឡាយចូលមកធ្វើអធិបតិហាឲ្យក្រៃលែងជាងមនុស្សធัวដល់ពួកក្រហោះអ្នកស្លៀកពាក់ដូចនេះឡើយគេវណ្ដៈកហបតីបានក្រាបបង្គំទូលសេចក្តីនោះនឹងព្រះមានព្រះភិក្ខជាគម្រប2ដងទៀតថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គមិនបានតាំងព្រះមានព្រះភិក្ខឲ្យសម្ដែងទេខ្ញុំព្រះអង្គគ្រាន់តែក្រាបបង្គំទូលយ៉ាងនេះថាបបិទ្ធព្រះអង្គដោយចម្រើនស្រុកនាឡន្ទានេះជាស្រុកស្ដុកស្ដំបរិបូរណ៍ដោយទ្រព្យសម្បត្តិផ្សេងមានជនច្រើនមានមនុស្សកុះកមានមនុស្សជ្រះថ្លាក្រាស់ក្រៃចំពោះព្រះមានព្រះភិក្ខបបិទ្ធព្រះអង្គដោយចម្រើនភិក្ខុណាអាចនឹងធ្វើអធិបតិហាឲ្យក្រៃលែងជាងមនុស្សធម៌បានសូមព្រះមានព្រះភិក្ខព្រះមានព្រះភិក្ខបង្គាប់ភិក្ខុនោះដល់ណាទេមិនឡាយបិណ្ឌនេះភិក្ខុមួយរូបមនុស្សនោះមួយរូបឲ្យធ្វើការបើយ៉ាងនេះនៅស្រុកនាឡន្ទានេះនឹងរឹងរិតតែជ្រះថ្លាឡើងសូមព្រះមានព្រះភិក្ខនេះណាចឹង
ក្នុងព្រះមានព្រះភិក្ខគេវណ្ដកេហបតីក្រាបបង្គំទូលនៅសេចក្តីនេះទៀតជាគម្រប់3ដងផងពេ141ព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាគេវណ្ដបតិហា3យ៉ាងនេះដែលតថាគតអោយជាច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯងហើយអាចនឹងសម្ដែងបានបតិហា3យ៉ាងគឺដូចម្ដេចគឺអធិបតិហា1អទេសនាបតិហា1អនុសាសនីបតិហា1មនាគេវណ្ដចុះអធិបតិហាតើដូចម្ដេចមនាគេវណ្ដភិក្ខុក្នុងសាសនានេះបាននៅអធិបតិហាការតាត់តែងរិទ្ធបានជាច្រើនប្រការមនុស្សម្នាឲ្យទៅច្រើនអ្នកក៏បានមនុស្សច្រើនអ្នកឲ្យទៅជាម្នាក់ក៏បានច្រើនដើរទៅមិនជាប់ចំពាក់នឹងទីវាលទីខាងក្រៅគឺទីខាងជញ្ជាំងនិងខាងក្រៅកំផែងនិងទីខាងក្រៅភ្នំដូចជាដើរទៅក្នុងអាកាសក៏មានដើរងើបឡើងទាំងមុជចុះនៅក្នុងផែនដីដូចជាងើបមុជនៅក្នុងទឹកក៏បានដើរទៅក្នុងទឹកក៏មិនបែកធ្លាយទឹកដូចជាដើរលើផែនដីដែរនៅក្នុងអាកាសទាំងភ្នែនដូចជាអគុណជាតិដែលមានស្លាបក៏បានយកដៃទៅស្ទាបអង្អែលចាប់នៅព្រះច័ន្ទនិងព្រះអាទិត្យយ៉ាងនេះទាំងនេះដែលមានឫទ្ធិច្រើនយ៉ាងនេះមានអនុភាពច្រើនយ៉ាងនេះក៏បានធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយរិហដល់រៀបដល់ព្រាមដល់ព្រហ្មលោកក៏បានលោកកុលបុត្រឯណានិមួយជាអ្នកមានសទ្ធាជ្រះថ្លាភិក្ខុឃើញភិក្ខុនោះដែលបាននៅអតិវិធីជាច្រើនប្រការគឺមនុស្សម្នាឲ្យទៅជាច្រើនអ្នកក៏បានមនុស្សច្រើនអ្នកឲ្យទៅជាម្នាក់ក៏បានដើរទៅមិនជាប់ជំពាក់នឹងទីវាលនឹងទីខាងក្រៅនឹងទីក្រៅជញ្ជាំងគឺខាងក្រៅកំផែងនិងខាងក្រៅភ្នំដូចជាដើរទៅក្នុងអាកាសក៏បានងើបឡើងនឹងមុជចុះចូលក្នុងផែនដីហាក់ដូចជាងើបមុជក្នុងទឹកក៏បានដើរចូលទៅក្នុងទឹកក៏មិនបែកធ្លាយទឹកហាក់ដូចជាដើរទៅលើផែនដីក៏បាននៅក្នុងអាកាសទាំងភ្នែនដូចជាសគុណជាតិដែលមានស្លាបក៏បានយកដៃទៅស្ទាបអង្អែលចាប់នៅព្រះច័ន្ទនិងព្រះអាទិត្យទាំងនេះដែលមានឫទ្ធិច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះក៏បានធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយដរាបដល់ព្រហ្មលោកក៏បានកុលបុត្រដែលមានសទ្ធាជ្រះថ្លានេះក៏ប្រាប់នៅដំណើរភិក្ខុនោះដល់អ្នកដតីដែលមិនទាន់មានសទ្ធាមិនទាន់មានសេចក្តីជ្រះថ្លាថាអណហេតុនេះជាអស្ចារ្យពេកអណហេតុនេះមិនធ្លាប់មានបែបជាបានភាវៈនៃសាមណៈជាអ្នកមានឫទ្ធីមានអានុភាពច្រើនព្រោះខ្ញុំបានឃើញភិក្ខុឯនោះដែលបាននៅអធិវិធីជាច្រើនប្រការគឺធ្វើមនុស្សម្នាក់ឲ្យទៅជាច្រើនអ្នកក៏បានមនុស្សច្រើនអ្នកឲ្យទៅជាម្នាក់វិញក៏បានពេលធ្វើឲ្យអំណាចឲ្យប្រព្រឹត្តទៅដោយកាយដរាបដល់ព្រហ្មលោកក៏បានជនដែលមិនទាន់មានសទ្ធាមិនទាន់មានសេចក្តីជ្រះថ្លានេះក៏បីនិយាយប្រាប់ដំណើរភិក្ខុនោះឲ្យទៅនឹងកុលបុត្រដែលមានសទ្ធាជ្រះថ្លានេះយ៉ាងនេះថាអ្នកដោយចម្រើនមានវិជ្ជាមួយយ៉ាងឈ្មោះកន្ធរិឬគឺវិជ្ជាដែលឫស្សីឈ្មោះកន្ធរៈតាតែងទុកមកភិក្ខុនោះបាននៅឥទ្ធិឫទ្ធិជាច្រើនប្រការដូចជាវិជ្ជានោះពេធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយដរាបដល់ព្រហ្មលោកក៏បានប្រហមនីលគេវលដាក់អ្នកសង្កល់សេចក្តីនោះដោយម្ដេចជនដែលមិនទាន់មានសទ្ធាមិនទាន់មានសេចក្តីជ្រះថ្លានោះនឹងក៏បីនិយាយពាក្យយ៉ាងនេះទៅនឹងកុលបុត្រដែលមានសទ្ធាជ្រះថ្លានោះដែលរីគេវដៈគេហបតីបុត្រក្រាបបង្គំទូលតបថាបើពេតព្រះអង្គដល់ចម្រើនជននោះក៏បីនិយាយថានិយាយមែននិយាយដែលព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាគេវដៈតថាគតពិចារណាឃើញច្បាស់នៅទៅក្នុងអធិបតិហានេះហើយទៅនឿយណាយធុញទ្រាន់ខ្ពើមរអើមចាក់អធិបតិហា
142 មនីគេវដាក់ចោះអទេសនាបតិហាតើដោយម្ដេចមនីទេវគេវដាក់ភិក្ខុមើលឈ្មោះឲ្យត្រោបន្តិចមកចាគេវត្តមនីភិក្ខុក្នុងសាសនានេះទីនៅចិត្តខ្លះទីនៅចិត្តសឹកខ្លះចិត្តសឹកថាកថាលោកសំដៅយកសមណចិត្តសឹកនិងទមចិត្តសឹកទីនៅការត្រេះរិះខ្លះទីនៅការពិចារណាខ្លះរបស់ពួកសត្វដតីបុគ្គលដតីថាមโนរបស់អ្នកយ៉ាងនេះខ្លះមโนរបស់អ្នកប្រការដូចនេះខ្លះចិត្តរបស់អ្នកដូចម្ដេចខ្លះក៏ល្បត់ឯណានិមួយដែលមានសទ្ធាជ្រះថ្លាឃើញភិក្ខុនោះដែលទាយនៅភិក្ខុខ្លះទាយនៅចិត្តសឹកខ្លះទាយនៅការត្រេះរិះខ្លះទាយនៅការពិចារណាខ្លះរបស់ពួកសត្វដតីបុគ្គលដតីថាមโนរបស់អ្នកយ៉ាងនេះខ្លះមโนរបស់អ្នកមានប្រការដូចនេះចន្ទរបស់អ្នកដូចនេះខ្លះកុលបុត្រដែលមានសទ្ធាជ្រះថ្លានោះក៏ក្រាបបង្គំនៅដំណើរភិក្ខុនោះដល់ជនដតីដែលជាអ្នកមិនទាន់មានសទ្ធាមិនទាន់មានសេចក្តីជ្រះថ្លាអណោហេតុនេះជាអស្ចារ្យណាស់អណោហេតុនេះមិនធ្លាប់មានបែបជាមានបានភាវៈនៃសមណៈជាអ្នកមានឫទ្ធិច្រើនមានអានុភាពច្រើនព្រោះខ្ញុំបានឃើញភិក្ខុឯណោះដែលទាញនៅវត្ថុខ្លះទាយនៅចិត្តសឹកខ្លះទាយនៅការត្រេះរិះខ្លះទាយនៅការពិចារណាខ្លះរបស់ពួកសត្វដតីបុគ្គលដតីថាមโนរបស់អ្នកយ៉ាងនេះខ្លះមโนរបស់មានប្រការដូចនេះខ្លះចិត្តរបស់អ្នកដូចនេះខ្លះជនដែលមិនទាន់មានសទ្ធាមិនទាន់ជ្រះថ្លានោះក៏បីនិយាយប្រាប់ដំណើរភិក្ខុនោះតនឹងកុលបុត្រដែលមានសទ្ធាជ្រះថ្លានោះយ៉ាងនេះថាមនីអ្នកដល់ចម្រើនមានវិជាមួយយ៉ាងឈ្មោះមនិកាណាតែកថាប្រាប់ថាវិជាឈ្មោះចិត្តតាមនីយ៉ាមនិកាណានៅក្នុងពុទ្ធសាសនាគេហៅថាមនិកាមុនវិជាគេហៅថាចន្ទាមនីខ្មែរយើងក៏មានប្រើដែរមុនវិជានឹងពាក្យច្រើនក៏មានណាប៉ុន្តែមិនសូវល្បីទេគេល្បីតែសាលកាលឿនថងការរវឹកអីហ្នឹងទៅប៉ុន្តែល្បីសរសៃជាអនេកដែលតោកទៀនហ្នឹងគេថារបីស្នេហ៍គេខកកបានធំកបានអីទៅណាខ្ញុំដឹងស្នេហ៍ទេក៏ពិតវាបានមានក៏បានអីទេបច្ចុប្បន្នហ្នឹងវាឃើញមានប្រកែអីទេនេះត្រីមានគ្រូបាអាចារ្យណាគេនៅប្រកែសូមសម្ដែងរឹតឃើញផងថ្មចង់ជួបពិតណាថ្មស្វែងរកជួបបុគ្គលហ្នឹងអត់ដែលជួបសោះហើយជាវិជាសម្រាប់ដឹងចិត្តបុគ្គលដតីវិជានេះទាយនៅចិត្តខ្លះទាយនៅចិត្តសឹកខ្លះទាយនៅការត្រេះរិះខ្លះទាយនៅការពិចារណាខ្លះរបស់ពួកសត្វដតីបុគ្គលដតីដោយវិជានោះថាមโនរបស់អ្នកយ៉ាងនេះខ្លះមโนរបស់អ្នកដូចនេះខ្លះចិត្តរបស់អ្នកដូចនេះខ្លះមនីគេវត្តដាក់អ្នកសំកើនៅហេតុនោះគឺមិនដេចជន់ដែលមិនទាន់មានសទ្ធាមិនជ្រះថ្លានឹងក៏បីនិយាយពាក្យយ៉ាងនេះតនឹងកុលបុត្រដែលមានសទ្ធាមានសេចក្តីជ្រះថ្លាដែរឬគេហៅបតីបនក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដល់ចម្រើនជននោះក៏បីនិយាយថាមនីគេវត្តដាក់ថាគុណការពិចារណាឃើញច្បាស់នៅតោក្នុងអទេសនាបណ្ឌិហានេះឯងទៅនឿយណាយធុញទ្រាន់ខ្ពើមរអើមចាអទេសនាបតិហា143មនីគេវដាក់ចុះអនុសាសនីបតិហាតើដូចម្ដេចមនីគេវដាក់ភិក្ខុក្នុងសាសនានេះតែងព្រានប្រដៅយ៉ាងនេះឬយ៉ាងនេះថាអ្នកទាំងឡាយចូលត្រេះរិះយ៉ាងនេះចុះកុំត្រេះរិះយ៉ាងនេះឡើយអ្នកទាំងឡាយចូលធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ
កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយអ្នកទាំងឡាយចូលលះបង់នៅតម្រេកក្នុងបញ្ចកម្មមកគុណនេះក្នុងអ្នកទាំងឡាយចូលនៅលោកកតរធัวនេះហើយសម្រេចអិរិយាបថនៅមនាលគេវដៈនេះតថាគតហៅថាអនុសាសនេបតិហាអនុសាសនេបតិហារបស់ព្រាហ្មណ៍គឺវិជាមនីចន្ទាណានៅវត្តព្រះសម្មាសម្ពុទ្ធលោកផ្សេងលោកលះបង់នៅតម្រេកបញ្ចកម្មមកគុណទី5អ្នកទាំងឡាយចូលដល់នៅលោកតរធัวណាអាយ៉លោកតរធัวមិនអាចទេ144មនាលគេវតៈមួយវិញទៀតព្រះតថាគតកើតឡើងក្នុងលោកនេះជាព្រះអរហន្តសម្មាសម្ពុទ្ធពេអ្នកប្រាជ្ញក្បីសម្ដែងឲ្យពឺស្ដាក្នុងសាមញ្ញផលសូត្រផងចោះពេលមនាលគេវតៈនេះតថាគតហៅថាអនុសាសនេបតិហាភិក្ខុបានដល់នៅទុតិយឈានតតិយឈានចតុតឈានហើយរានអរិយាបថនៅមនាលគេវដៈនេះជាតថាគតហៅថាអនុសាសនេបតិហាភិក្ខុតម្រង់ផ្ចង់បង្អន់ចិត្តទៅដើម្បីញាណទេសនៈមនាលគេវដៈនេះតថាគតហៅថាអនុសាសនេបតិហាពេលភិក្ខុដឹងច្បាស់ថាកិច្ចដតីប្រតិបត្តិទៅដើម្បីស្រឡះសកិច្ចនេះទៀតមិនមានឡើយមនាលគេវដៈនេះតថាគតហៅថាអនុសាសនេបតិហាមនាលគេវដៈបតិហាទាំង3យ៉ាងនេះឯងដែលតថាគតធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដល់ឧត្តមដោយខ្លួនឯងហើយអាចសម្ដែងបាន145មនាលគេវដៈភិក្ខុធ្លាប់មានមកថាភិក្ខុមួយរូបក្នុងភិក្ខុសង្ឃនេះឯងកើតមានសេចក្តីត្រេះរិះក្នុងចិត្តយ៉ាងនេះថាមហាពុទ្ធរូបទាំង4នេះគឺបតវីធាន1អបោធាន1តេចោធាន1វិយោធាន1តែងរលត់ឥតមានសេសសល់ក្នុងទីណាណមនាលគេវដៈលំដាប់នោះភិក្ខុចូលទៅកាន់សមាធិតាមបែបផែននៃចិត្តរបស់យោគីដែលតាំងខ្ជាប់ដោយសមាធិផ្លូវជាទីនៅកាន់ទេវលោកក៏កើតប្រកាសឡើងមនាលគេវដៈគ្រានោះភិក្ខុនេះចូលទៅរកពួកទេវតាដែលស្ថិតនៅក្នុងឋានចាតុមហារាជការលុះចូលទៅដល់ហើយបានសួរសេចក្តីនោះនឹងពួកទេវតាដែលស្ថិតនៅក្នុងឋានចាតុមហារាជការថាមនាលអវសោទាំងឡាយមហាពុទ្ធរូបទាំង4នេះគឺបតវីធាតុ1អបោធាតុ1តេជោធាតុ1វិយោធាតុ1ដែលរលត់ឥតមានសេសសល់ក្នុងទីណាណោមនាលគេវដៈការភិក្ខុនោះសួរយ៉ាងនេះហើយទេវតាដែលស្ថិតនៅក្នុងឋានសួគ៌ចាតុមហារាជការបានឆ្លើយតបសេចក្តីនោះនឹងភិក្ខុនោះថាបពិតភិក្ខុយើងទាំងឡាយនេះឯងមិនដឹងថាមហាពុទ្ធរូបទាំង4នេះគឺបតវីធាតុអបោធាតុតេជោធាតុវេយោធាតុតែងរលត់ឥតមានសេសសល់ក្នុងទីណាទេបពិតភិក្ខុតែមហារាជ4ព្រះអង្គឧត្តមថ្លៃថ្លាជាងយើងទាំងឡាយមហារាជទាំង4នេះក៏បីដឹងយ៉ាងនេះថាមហាពុទ្ធរូបទាំង4នេះគឺបតវីធាតុអបោធាតុវេយោតេជោធាតុវេយោធាតុតែងរលត់ឥតមានសេសសល់ក្នុងទីណាដូច្នេះមិនខានមនាលគេវដៈសំលំដាប់នោះភិក្ខុបច្ចោតរោមហារាជទាំង4ព្រះអង្គលុះចូលទៅដល់ហើយក៏សួរសេចក្តីនេះនឹងមហារាជទាំង4ជាមនាអវសោមហាពុទ្ធរូបទាំង4នេះគឺបតវីធាតុអបោធាតុតេជោធាតុវេយោធាតុតែងរលត់ឥតមានសេសសល់នៅក្នុងទីណាណោមនាលគេវដៈការភិក្ខុនោះសួរយ៉ាងនេះហើយមហារាជទាំង4ព្រះអង្គឆ្លើយតបសេចក្តីនេះនឹងភិក្ខុនេះថាបពិតភិក្ខុសូម្បីយើងទាំងឡាយក៏មិនដឹងសេចក្តីនេះដែរពេលបពិតភិក្ខុដែលមានទេវតាទាំងឡាយតែងស្ថិតនៅក្នុងឋានតាវតឹងឧត្តមតែថ្លៃថ្លាជាងយើងទាំងឡាយពួកទេវតាទាំងនោះឯងក៏បីដឹងសេចក្តីយ៉ាងនេះថាមនាលគេវដៈគ្រានោះភិក្ខុក៏ចូលទៅរកទេវតាដែលស្ថិតនៅក្នុងឋាននាតាវតឹងលុះចូលទៅដល់ហើយក៏បានសួរសេចក្តីនេះនឹងពួកទេវតាដែលស្ថិតនៅក្នុងឋាន
តាវតੰថាមនីអវសោទាំងឡាយមហាពុទ្ធរូប4នេះគឺបតវីធាតុ1អបធាតុ1តេជោធាតុ1វិយោធាតុ1តែងរលត់អត់មានសេសសល់នៅក្នុងទីណាណោមនីគេវតៈការវិខោនោះសួរយ៉ាងនេះហើយពួកទេវតាដែលស្ថិតនៅក្នុងឋានតាវតੰឆ្លើយតបសេចក្តីនេះនឹងវិខោនេះថាបពិតវិខោយើងទាំងឡាយក៏មិនដឹងសេចក្តីនេះដែលពេលបពិតវិខោដែលមានទេវរាជឈ្មោះសកៈជាធំទេវតាទាំងឡាយឧត្តមថ្លៃថ្លាជាងយើងទាំងឡាយសកៈទេវរាជនោះឯងក៏បីដឹងសេចក្តីនោះពេលមនាលគេវតៈភិក្ខុនោះក៏ចូលទៅសកៈទេវរាជជាធំជាងទេវតាទាំងឡាយលុះចូលទៅដល់ហើយក៏សួរនៅសេចក្តីនោះនឹងសកៈទេវរាជជាធំជាងទេវតាទាំងឡាយថាមនាលអវសោមហាភូតរូបទាំង4នេះគឺបតវីធាតុ1អបធាតុ1តេជោធាតុ1វិយោធាតុ1ដែលរលត់ឥតមានសេសសល់ក្នុងទីណាណោមនាលគេវតៈការបើភិក្ខុនោះសួរយ៉ាងនេះហើយសកៈទេវរាជជាធំជាងទេវតាទាំងឡាយបានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះថាបពិតភិក្ខុខ្ញុំបកករណាក៏មិនដឹងសេចក្តីនេះដែលពេលបពិតភិក្ខុដែលមានទេវតាឈ្មោះយាមៈទេវតាស្ថិតនៅក្នុងឋានយាមៈពេទេវតាឈ្មោះសុយាមៈពេទេវតាទេវបុត្រឈ្មោះសុទេសៈទេវតាស្ថិតនៅក្នុងឋានទោសិតពេទេវតាឈ្មោះសន្តសិតតៈពេទេវតាឈ្មោះនិមាននរតីទេវតាស្ថិតនៅក្នុងឋាននិមាននរតីពេទេវតាឈ្មោះសុនិមិត្តៈពេទេវតាឈ្មោះបរិនិមិត្តៈសវត្តតីទេវតាស្ថិតនៅក្នុងនិយថាបរិនិវិតសវត្តតីពេទេវតាឈ្មោះបរិនិមិត្តសវត្តតីឧត្តមថ្លៃថ្លាជីហៀងសេចក្តីទាំងឡាយទេវបុត្រឈ្មោះបរិនិមិត្តសវត្តតីនោះក៏បីដឹងយ៉ាងនេះថាមហាពុទ្ធរូបទាំង4នេះគឺបតវីធាតុ1អបធាតុ1វិយោធាតុ1តែងរលត់ឥតមានសេសសល់ក្នុងទីណាមិនខាន146មនាគេវដៈលំដាប់នោះឯងភិក្ខុចូលទៅរកទេវបុត្រឈ្មោះវេស្សវត្តតីលុះចូលទៅដល់ហើយក៏បានសួរសេចក្តីនោះនឹងទេវបុត្រឈ្មោះវេស្សវត្តតីថាមនាអវុសោមហាពុទ្ធរូបទាំង4នេះគឺមហាបតវីធាតុ1អបធាតុ1តេជោធាតុ1វិយោធាតុ1តែងរលត់ឥតមានសេសសល់នៅក្នុងទីណាណោមនាគេវដៈការភិក្ខុនោះសួរយ៉ាងនេះហើយទេវបុត្រឈ្មោះសេវតីក៏បានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនេះថាបពិតភិក្ខុខ្ញុំបកករណាក៏មិនដឹងថាមហាពុទ្ធរូប4គឺបតវីធាតុ1អបធាតុ1តេជោធាតុ1វិយោធាតុ1តែងរលត់ឥតមានសេសសល់ក្នុងទីណាដែលបពិតភិក្ខុតែងមានពួកទេវតាឈ្មោះព្រហ្មកាយិកៈទេវតាតែហញ្ញរបញ្ចូលក្នុងពួកព្រាហ្មណ៍ឧត្តមថ្លៃថ្លាជាងយើងទាំងឡាយពួកទេវតានោះក៏បីដឹងសេចក្តីយ៉ាងនេះមិនខានសល់មកទៀតមនាលគេវដៈលំដាប់នោះភិក្ខុនោះក៏ចូលទៅសមាធិតាមបែបផែននៃចិត្តរបស់យោគីដែលតាំងខ្ជាប់ដោយសមាធិផ្លូវចិត្តទៅកាន់ព្រាហ្មលោកក៏កើតប្រកបឡើង147មនាលគេវដៈគ្រានោះឯងភិក្ខុឈ្មោះក៏ចូលទៅរកពួកសាវតាដែលរឹបបញ្ចូលក្នុងពួកព្រាហ្មណ៍ចូលនៅខ្នល់ទៅដល់ហើយក៏បានសួរសេចក្តីនេះនឹងទេវតាដែលរឹបបញ្ចូលក្នុងពួកព្រាហ្មណ៍ថាមនាអវុសោទាំងឡាយមហាពុទ្ធរូប4នេះពេលវិយោធាតុ1រលត់នៅក្នុងទីណាណោមនាគេវដៈការភិក្ខុនោះចូលយ៉ាងនេះហើយពួកទេវតាដែលរឹបបញ្ចូលនៅក្នុងពួកព្រាហ្មណ៍បានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនេះថាបពិតយើងមិនដឹងសេចក្តីនេះទេនេះដែលពេលបពិតភិក្ខុដែលព្រាហ្មណ៍លោកនេះមហាព្រាហ្មណ៍គ្រប់សង្កត់លើសត្វដែលឯទៀតសត្វឯទៀតមិនអាចគ្រប់សង្កត់លើបានជាអ្នកហើយឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជន់ទាំងពួងឲ្យលុះចុះក្នុងអំណាចខ្លួនអសរៈក្នុងលោកជាអ្នកសាងលោកអតតែងលោកជាចម្បងជាងសត្វលោកជាអ្នកបែងសត្វលោកជាអ្នកស្ទើរជំនាញជាបិតារបស់សត្វដែលប្រសូតចេញមកហើយ
នឹងសត្វនៅក្នុងដីឧត្តមថ្លៃថ្លាជាងយើងទាំងឡាយមហាព្រាហ្មណ៍នោះឯងក៏បីដឹងសេចក្តីយ៉ាងនេះថាមហាពុទ្ធរូបទាំង4នេះគឺបឋវីធាតុ1អបធាតុ1ទេជោធាតុ1វិយោធាតុ1តែងរលត់អត់មានសេចក្តីសេសសល់ក្នុងទីណាមិនខានភិក្ខុនោះឈ្មោះថាមនាអាវុសចោះឥឡូវនេះមហាព្រាហ្មណ៍នោះនៅក្នុងទីណាពួកទេវតានោះឆ្លើយតបថាបើពិតយើងទាំងឡាយក៏មិនដឹងព្រាហ្មណ៍នៅក្នុងទីណាឬនៅក្នុងទីចំណែកនៃទិសណាដែលបពិតភិក្ខុប៉ុន្តែនិមិត្តទាំងឡាយតែងប្រកាសបន្លឺតែងកើតច្បាស់ស្មើសេចក្តីកើតប្រកាសក្នុងទីណាព្រាហ្មណ៍នឹងមានប្រកាសក្នុងទីនេះជាពុព្វនិមិត្តដើម្បីមានប្រកាសនៃព្រាហ្មណ៍គឺបន្លឺដល់កើតច្បាស់ស្មើរស្មីប្រកាសមនាគវដៈតំដាប់នោះមិនយូរប្រមាណឡើយមហាព្រហ្មនោះក៏រូបប្រកាសឡើង148មនាគវដៈគ្រានោះឯងភិក្ខុនោះចូលទៅរកមហាព្រាហ្មណ៍នោះចូលទៅដល់ហើយបានសួរសេចក្តីនេះនឹងមហាព្រាហ្មណ៍នោះថាមនាលអវុសោមហាពុទ្ធរូបទាំង4នេះគឺបឋវីធាតុ1អបធាតុ1ទេជោធាតុ1វាយោធាតុ1តែងរលត់ឥតមានសេចក្តីសេសសល់ក្នុងទីណាណោមនាគេវដៈការភិក្ខុនោះសួរយ៉ាងនេះហើយមហាព្រាហ្មណ៍នោះក៏ឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះថាបពិតភិក្ខុខ្ញុំជាព្រាហ្មណ៍ជាព្រំឈ្មោះមហាព្រំត្រឡោគ្រប់សង្កត់លើសត្វឲ្យទៀតសត្វឯទៀតមិនអាចគ្រប់សង្កត់លើបានជាងអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកឃើញជនទាំងពួងឲ្យលុះនៅក្នុងអំណាចរបស់ខ្លួនជាអិសរៈក្នុងលោកជាអ្នកសាងលោកតាំងតែងលោកជាអ្នកចម្បងជាងសត្វលោកជាអ្នកលេងសត្វលោកជាអ្នកស្ទិតជំនាញជាបិតារបស់សត្វដែលប្រសូតមកហើយនឹងសត្វនៅក្នុងផ្ទៃមនាគេវដៈភិក្ខុនោះបានសួរនៅសេចក្តីនេះនឹងមហាព្រហ្មនោះគឺគម្រប់2ដងទៀតថាមនាអវុសោអាត្មាមិនមែនសួរអ្នកយ៉ាងនេះថាមនាជាព្រំឈ្មោះមហាព្រំគ្រប់សង្កត់លើសត្វឯទៀតមិនអាចគ្រប់សង្កត់លើបានជាងអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចរបស់ខ្លួនជាអិសរៈក្នុងលោកជាអ្នកសាងលោកតាំងតែងឈ្មោះជាចម្បងជាងសត្វជាអ្នកបែងសត្វលោកជាអ្នកស្ទើរជំនាញជាបិតារបស់សត្វដែលប្រសូតចេញមកហើយនឹងសត្វចូលនៅក្នុងតែដូច្នេះមនាអវុសោអាត្មាសួរអ្នកទាំងឡាយនេះថាមនាអវុសោមហាពុទ្ធរូបទាំង4នេះគឺបឋវីធាតុអបធាតុតេជោធាតុវិយោធាតុតែងរលន់ឥតមានសេសសល់នៅក្នុងទីណាណោដូច្នេះតើមនាលអកេវដៈមហាពុទ្ធរូបតើឆ្លើយតបសេចក្តីនេះនឹងភិក្ខុនេះជាកម្រោពីដូចម្ដេចទៀតមកពិតខ្ញុំភិក្ខុខ្ញុំជាព្រាហ្មណ៍ឈ្មោះមហាព្រំគ្រប់សង្កត់លើសត្វឯទៀតមិនអាចគ្រប់សង្កត់លើបានជាអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចរបស់ខ្លួនជាអិសរៈក្នុងលោកជាអ្នកសាងលោកតាត់តែងលោកជាចម្បងជាងសត្វលោកជាអ្នកបែងសត្វលោកជាអ្នកស្ទើរជំនាញជាបិតារបស់សត្វដែលប្រសូតចេញមកហើយនឹងសត្វនៅក្នុងលោកតែមនាលគេវដៈភិក្ខុនេះបានសួរនៅសេចក្តីនេះនឹងមហាព្រាហ្មណ៍ក៏គម្រប់3ដងទៀតថាមនាអវុសោអាត្មាមិនមែនសួរអ្នកយ៉ាងនេះថាអ្នកជាព្រាហ្មណ៍ឈ្មោះមហាព្រាហ្មណ៍គ្រប់សង្កត់លើសត្វឯទៀតមិនអាចគ្រប់សង្កត់លើបានជាអ្នកឃើញច្បាស់គ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចខ្លួនជាអិសរៈក្នុងលោកជាអ្នកសាងលោកតាំងតែងលោកជាចម្បងជាងសត្វលោកជាអ្នកបែងចែកសត្វលោកជាអ្នកស្ទើរជំនាញជាបិតានៃសត្វដែលប្រសូតចេញមកហើយនឹងសត្វលោកនៅក្នុងដូច្នោះទេមនាអវុសោអាត្មាសួរអ្នកទាំងនេះថាមនាអវុសោមហាពុទ្ធរូបទាំង4នេះគឺបឋវីធាតុ1អបធាតុ1ទេជោធាតុ1វាយោធាតុ1តែងរលត់ឥតមានសេចក្តីសេសសល់ក្នុងទីណាដូចម្ដេចតើ149មនាគវដៈគ្រានោះមហាព្រាហ្មណ៍នោះចាំផ្ដើមដៃភិក្ខុនោះហើយនាំជះចេញទៅក្នុងដ៏សំគួរ
ហើយនិយាយសេចក្តីនោះនឹងភិក្ខុនេះថាបបិទ្ធភិក្ខុទេវតាដែលរាប់បញ្ចូលក្នុងពួកព្រាហ្មណ៍ទាំងនោះឯងតែងស្ថិតនៅខ្ញុំយ៉ាងនេះថាមនីហេតុអ្វីនេះមួយឈ្មោះថាព្រាហ្មណ៍មិនដឹងមិនឃើញមិនស្គាល់មិនឃើញច្បាស់នោះមិនមានឡើយព្រាហ្មណ៍ព្រោះហេតុនោះទៅខ្ញុំព្យាករក្នុងទីចំពោះមុខនៃទេវតាទាំងនោះបពិតភិក្ខុខ្ញុំសនក៏មិនដឹងថាមនីពុទ្ធរូប4នេះគឺបតវីធាតុ1អបធាតុ1តេជោធាតុ1វាយោធាតុ1តែងរលត់ឥតមានសេសល់ក្នុងទីណាដែរមកពិតភិក្ខុលោកម្ចាស់ស្ទិតម្ចាស់លះបង់ព្រះមានព្រះភិក្ខហើយដល់នៅការស្វែងរកបុគ្គលខាងក្រៅវិញដើម្បីព្យាករនៅប្រស្នានេះដោយអំពើណាអំពើនោះលោកម្ចាស់ធ្វើមិនល្អទេអំពើនោះលោកម្ចាស់ធ្វើខុសហើយបើពិតភិក្ខុព្រោះហេតុនោះលោកម្ចាស់ចូលតកព្រះមានព្រះភិក្ខនោះហើយសួរនៅប្រស្នានោះចោលបើព្រះមានព្រះភិក្ខត្រង់ត្រាស់ដល់លោកម្ចាស់យ៉ាងណាលោកម្ចាស់ក៏បីចាំទុកនៅសេចក្តីនោះយ៉ាងនោះចោះ140មនាគេវណៈគ្រានោះឯងភិក្ខុឈ្មោះភិក្ខុនោះក៏បានអំពីព្រមលោកប្រកាសនៅក្នុងចំពោះមុខតថាគតរហ័សប្រៀបបីដូចជាបរោះនោះកម្លាំងរលះដៃរលត់បាត់ចូលទៅឬបាត់ចូលនៅក្នុងដៃនៃលះចេញមនាវត្តនគ្រានោះឯងភិក្ខុនោះក្រាបបង្គំទូលតថាគតរួចហើយក៏អង្គុយក្នុងទីដសំគួរមនាគេវណៈភិក្ខុលោកភិក្ខុនោះអង្គុយក្នុងទីដសំគួរហើយក៏បានសួរនៅសេចក្តីនោះនឹងតថាគតថាបពិតព្រះអង្គដល់ចម្រើនពុទ្ធរូបទាំង4នោះគឺបតវីធាតុ1អបធាតុ1តេជោធាតុ1វាយោ1តែងរលត់ឥតមានសេសសល់ក្នុងទីណាណោមនីវត្តនការភិក្ខុនោះសួរយ៉ាងនេះហើយតថាគតក៏បានសម្ដែងសេចក្តីនេះនឹងភិក្ខុនោះថាមនីភិក្ខុរឿងធ្លាប់បានមកហើយថាបានពួកឈ្មួញសមុទ្របាននឹមយកសត្វស្លាបដែលជាសត្វមើលមិនឃើញត្រីសមុទ្រហើយលុះតកាន់សមុទ្រដោយសម្ដៅពួកឈ្មួញទាំងនោះការបើសម្ដៅសំពៅដែលបើទៅមើលមិនឃើញត្រូវសមុទ្រក៏លែងសត្វបាសីដែលមើលឃើញត្រូវសមុទ្រសត្វបាសីនោះក៏ហើរទៅកាន់ទិសខាងកើតទៅកាន់ទិសខាងត្បូងទៅកាន់ទិសខាងលិចទៅកាន់ទិសខាងជើងទៅកាន់ទិសខាងលើទៅកាន់ទិសត្បូងកាន់ទិសតូចបើសត្វបាសីនោះមើលឃើញត្រើយសមុទ្រជុំវិញក៏ហើរបាត់ទៅតែម្ដងប្រសិនបើសត្វបាសីនោះមើលមិនឃើញត្រើយសមុទ្រប្រជុំវិញទេក៏ហើរត្រឡប់មករកសំពៅនោះវិញមនាភិក្ខុខ្លួនអ្នកបានដើរស្វែងរកបកលកបីព្យាករនៅប្រស្នានេះរហូតដល់ព្រហ្មលោកក៏ត្រឡប់មកកាន់សំណាក់នៃតថាគតវិញដូច្នេះមេមនាភិក្ខុប្រស្នានេះអ្នកមិនត្រូវសួរយ៉ាងនេះថាបពិតព្រះអង្គដល់ចម្រើនមហាពុទ្ធរូបទាំង4នេះគឺបតវីធាតុ1អបធាតុ1តេជោធាតុ1វាយោធាតុ1តែងរលត់ឥតមានសេសសល់ក្នុងទីណាណោដូច្នេះឡើយមនាភិក្ខុប្រស្នានោះអ្នកត្រូវសួរយ៉ាងនេះថា151អបធាតុបតវីធាតុតេជោធាតុវាយោធាតុមិនតាំងនៅក្នុងទីណាឧបាយឧបាទាយរូបដែលមានសន្តានវែងខ្លីក្តីតូចក្តីធំក្តីល្អក្តីអាក្រក់ក្តីរលត់ក្នុងទីណានាមនិងរូបរលត់ឥតមានសេសសល់នៅក្នុងទីណាសេចក្តីសឹងដោះស្រាយក្នុងប្រស្នាដូចនេះ152វិញ្ញាណគឺព្រះនិព្វានមិនមែនជាទីសម្រាប់ឃើញដោយចក្ខុបានទេជាធម្មជាតិគ្មានទីបំផុតមានពន្លឺកម្មដ្ឋានដោយជុំវិញអបធាតុក្តីបតវីធាតុក្តីតេជោធាតុក្តីវិយោធាតុក្តីមិនតាំងនៅក្នុងព្រះនិព្វាននោះឡើយឧបាទាយរូបដែលបានមានសន្តានវែងខ្លីក្តីតូចក្តីធំក្តីល្អអាក្រក់ក្តីតែងរលត់ក្នុងព្រះនិព្វាននោះនាមនិងរូបតែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះនាមនិងរូបនេះតែងរលត់នៅក្នុងព្រះនិព្វាននោះព្រោះរលត់ទៅនៃវិញ្ញាណព្រះមានព្រះភិក្ខត្រង់ត្រាស់សម្ដែងនៅប្រសូតនេះចប់គេវណៈគេហាបតីក៏បានគិតចិត្តរីករាយត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភិក្ខចប់គេវណៈសូត្រទី11ចប់ហើយជុំបានកន្លះម៉ោងនឹង
ហើយក៏ដូចការសន្យាយើងអានតែមួយសូត្របានហើយក៏សូត្រក្រោយនឹងអាននៅលោហេចសូត្រទី12ហើយខ្ញុំករណាសូមនមស្ការលាសូមចរំពរលា